ការពីឆ្នាំមុនក្នុងអំឡុងរដូវរងាដ៏ត្រជាក់ខ្លាំងអង្គការមូលនិធិ We Love You អន្តរជាតិបានបង្កើតចំណងគ្រួសារដ៏មានតម្លៃជាមួយលោកយាយ Kim Bok-sun ក្នុងវ័យ85ឆ្នាំនេះបន្ទាប់ពីបានឆ្លងកាត់ជីវិតដ៏លំបាកជាច្រើនកន្លងមកឧបសគ្គដ៏ធំបំផុតដែលលោកយាយកំពុងជួបប្រទះគឺជាការបាត់បង់ការមើលឃើញបន្តិចម្ដងដោយសារជំងឺភ្នែកឡើងបាយនៅពេលស្គាល់ពីស្ថានភាពដ៏លំបាកនេះអគ្គនាយិកាសាងគីចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានសន្យាជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងការចំណាយសម្រាប់ការរស់នៅក៏ដូចជាការចំណាយលើការវះកាត់ជំងឺភ្នែកឡើងបាយរបស់លោកយាយផងដែរថ្ងៃនេះគឺជាថ្ងៃដែលលោកយាយ Kim Bok-sun ត្រូវទៅជួបគ្រូពេទ្យឯកទេសភ្នែកដោយសារជីវភាពខ្វះខាតគាត់មិនដែលបានទទួលការព្យាបាលត្រឹមត្រូវពីមុនមកទេដូច្នេះការពិនិត្យយ៉ាងហ្មត់ចត់ត្រូវបានធ្វើឡើងដើម្បីដឹងពីភាពធ្ងន់ធ្ងរនៃជំងឺភ្នែកឡើងបាយរបស់លោកយាយនេះជាករណីភ្នែកឡើងបាយកម្រិតធ្ងន់ធ្ងរខ្លាំងតែគេហៅថាភ្នែកឡើងបាយលើមនុស្សចាស់ពេលនេះស្ថានភាពភ្នែកខាងឆ្វេងគឺធ្ងន់ធ្ងរណាស់បើទុកចោលតែប៉ុន្មានខែទៀតភ្នែកខាងស្ដាំក៏នឹងคล้ายដូចជាភ្នែកខាងឆ្វេងដែរមើលលែងឃើញឬបាទនៅមើលលែងឃើញគ្រួសាររបស់គាត់ស្ទើរតែនិយាយមិនចេញទេពេលឮដំណឹងដ៏រន្ធត់ថាភ្នែកទាំងសងខាងរបស់គាត់កំពុងប្រឈមនឹងការមើលមិនឃើញដោយបារម្ភថាគាត់អាចនឹងបាត់បង់ការមើលឃើញពិភពដ៏ស្រស់ស្អាតនេះដោយសារខកខានពេលវេលាវះកាត់គាត់ក៏បានស្រក់ទឹកភ្នែកដែលខំទប់ជាយូរមកហើយនោះចេញមកបន្ទាប់ពីបានសម្រួលចិត្តឲ្យស្ងប់បន្តិចហើយគាត់ក៏បានចូលទៅក្នុងបន្ទប់វះកាត់ក្រោយការវះកាត់តើគាត់នឹងអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតបានវិញដែរឬទេបញ្ហាដែលរារាំងការមើលឃើញរបស់គាត់ជាយូរមកហើយនោះក៏ត្រូវបានដោះស្រាយឥឡូវនេះការវះកាត់បានបញ្ចប់ហើយវះកាត់ជោគជ័យហើយនៅពេលឮគ្រូពេទ្យប្រាប់ថាការវះកាត់ទទួលបានជោគជ័យពន្លឺនៃក្តីសង្ឃឹមក៏ចាប់ផ្ដើមលេចឡើងចំពោះគាត់ដែរមិនដឹងជាត្រូវអរគុណអគ្គនាយិកាយ៉ាងម៉េចទេមិនមែនអរគុណតែរឿងណាមួយទេអរគុណចំពោះគ្រប់យ៉ាងអគ្គនាយិកាជាអ្នកមានគុណសង្គ្រោះខ្ញុំមិនដឹងនិយាយអ្វីឲ្យសមទេក្រោយការវះកាត់សមាជិក We Love You អន្តរជាតិបានទៅសួរសុខទុក្ខលោកយាយ Kim Bok-sun ដល់ផ្ទះខ្ញុំក៏ឃើញសូម្បីតែចំណុចតូចដែរអគ្គនាយិកាខ្ញុំឃើញចំណុចនេះច្បាស់ណាស់ក្រោយពីបានវះកាត់ភ្នែកឡើងបាយទាំងសងខាងរួចរាល់និងកំពុងស្ថិតក្នុងដំណាក់កាលស្ដារឡើងវិញលោកយាយមានអារម្មណ៍សប្បាយរីករាយដូចជាកូនក្មេងអញ្ចឹងមើលចុះសូម្បីតែប្រហោងមួយជុលតូចក៏ខ្ញុំដោតចូលដែរអគ្គនាយិកាខ្ញុំដោតចូលប្រហោងមួយជុលតូចបានហើយលោកយាយបានរកឃើញក្តីសង្ឃឹមវិញហើយចាដោយសារភ្នែកខ្ញុំភ្លឺច្បាស់ខ្ញុំអាចមើលឃើញវិញហើយកាលមុនខ្ញុំធ្លាប់អង្គុយយំពេញមួយថ្ងៃឥឡូវភ្នែកមើលឃើញហើយឈឺក៏លែងភ័យដែរអ្វីៗក៏លែងបារម្ភទាំងអស់회장님께 무엇을 하고 말씀을 올려야 할지 모르겠습니다. 사단본부 국제회의 본부에서 2013년 11월 15일 쌀 10kg, 김치 한 통, 휴지 한 통, 깡통 한 상자, 식용유 돈 20만 원을 주셔서 세상이 전부 제것 같고 눈물이 앞을 가리어서 눈물 바다가 되었습니다. 그런데 12월 24일 식탁
탁 의자 2개를 갖다 주셔서 마음 놓고 밥 잘 먹고 있습니다. 회장님 감사합니다. 3월 6일에 오른쪽 눈 수술은 잘 되어서 참 잘 보입니다. 회장님 덕분에 세상을 바로 보고 ខ្ញុំស្ទើរតែងងឹតហើយប៉ុន្តែអគ្គនាយិកាបានជួយឲ្យភ្នែកខ្ញុំភ្លឺឡើងវិញអគ្គនាយិកាសូមអរគុណ លោកយាយបានរកឃើញក្តីសង្ឃឹមថ្មីឡើងវិញតាមរយៈការយកចិត្តទុកដាក់និងក្តីស្រឡាញ់របស់អគ្គនាយិកាសាងកេចាយើងសង្ឃឹមថានៅថ្ងៃអនាគតលោកយាយនឹងមានតែស្នាមញញឹមប្រកបដោយសុភមង្គលជានិច្ចជាមួយនឹងភ្នែកដ៏ភ្លឺច្បាស់ដែលមើលឃើញពិភពលោកនេះ